បាទសួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាវិញទៀតហើយថ្ងៃនេះខ្ញុំបានលើកយកលំហាត់ vector មួយប្រភេទទៀតមកដោះស្រាយដែលគេឲ្យសរសេរសម័យការ sphere ដែលមានផ្ចិត e មាន coordinate 1 2 3ហើយប៉ះទៅនឹងប្លង់ p ដែលមានសម័យការ x បូក 2y បូក 2z បូក4ស្មើ0បាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដំណោះស្រាយទាំងអស់គ្នាបាទអញ្ចឹងដំបូងយើងត្រូវដឹងថាសម័យការ sphere វាមានរាងបែបម៉េចសម័យការ sphere វាមានរាង x ដក x0 លើកជាការ៉េបូក y ដក y0 លើកជាការ៉េបូក z ដក z0 លើកជាការ៉េស្មើ a ការ៉េបាទហើយយើងដឹងហើយថា e វាមាន coordinate 1 2 3ប៉ុន្តែយើងដឹងមួយទៀតថា sphere S ហ្នឹងប៉ះទៅនឹងប្លង់ P បាទដែលមានសម័យការ x បូក 2y បូក 2z បូក4ស្មើ0ហ្នឹងអញ្ចឹងយើងនៅក្នុងសម័យការ sphere ហ្នឹងយើងខ្វះអីគេបាទគឺខ្វះ air យើងអត់ទាន់ដឹង air លំហាត់ហ្នឹងវាក៏លើកតបហ្នឹងហើយបាទយើងត្រូវដឹងថា sphere ប៉ះទៅនឹងប្លង់បាទ sphere ប៉ះប្លង់មានន័យថាកន្លែងសបក sphere បាទនេះវានៅជាប់មួយប្លង់អញ្ចឹងដើម្បីរក air យើងដឹងហើយថា air កម្មបាទគេវាស់ចេញពីផ្ចិតទៅកាន់ cam sphere អញ្ចឹងបើ cam sphere វាប៉ះមួយប្លង់មានន័យថាពីផ្ចិតនេះទៅកាន់ប្លង់ក៏ស្មើផ្ចិតទៅនឹងអា cam sphere នេះដែរបាទអញ្ចឹងនាំឲ្យ air វាស្មើប្រវែងពីផ្ចិតទៅកាន់ប្លង់បាទហើយយើងដឹងប្រវែងពីចំណុចទៅប្លង់មិនអីបាទមានរូបមន្តនាំនៃ a គុណ x0 បូក b គុណ x0 បូក c z0 បូក d នៅលើរឹសនៃ a ការ៉េបូក b ការ៉េបូក c ការ៉េបាទ a b c d នេះបាទនេះមេគុណមុខប្លង់នេះ1 2 2 4បាទ d 4នេះបាទអញ្ចឹងហើយ x0 y0 z0 បាទផ្ចិតអញ្ចឹងយើងគ្រាន់តែគុណលេខវាមកបូកដកស៊ីសងវាមកយើងទទួលបាន r ស្មើ5បាទបន្ទាប់ពីហ្នឹងមកយើងគ្រាន់តែជួសចូលក្នុង sphere ទៅបាទ1 2 3 5ការ៉េអញ្ចឹងមកហើយបើយើងចង់សរសេរសម័យការលាតវាសរសេរទៅបាទហើយខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងហើយវីដេអូហ្នឹងអត់មានអីទៀតដែរជួបគ្នានៅវីដេអូក្រោយបាយអ្នកទាំងអស់គ្នា